នៅជាមួយគ្នាគ្មានរឿងលើលោកណាតែធ្វើត្រូវចិត្តយើងទាំងអស់ទេបុរសដតីឯណាក៏មិនលើសពីប្តីយើងដែរស្ត្រីដតីឯណាក៏មិនលើសពីប្រពន្ធយើងដែរយើងតាំងចិត្តអញ្ចឹងគេល្អបែបគេយើងល្អបែបយើងគ្រួសារគេរស់នៅរបៀបគ្រួសារគេយើងរស់នៅតាមរបៀបគ្រួសារយើងកុំឲ្យមានចិត្តយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងអាហ្នឹងអត់សុខទេនៅជាមួយគ្នាមិនក៏អត់សុខដែរតាំងពីការដេកដើរឈរអង្គុយកុំយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងជិះឡានគ្រាន់តែចូលឡានមើលប្តីគេបើកទ្វារឡានឲ្យប្រពន្ធគេប្តីអញកុំឲ្យតែដែលកាន់ទ្វារឡានបើកតែអញកុំមានចិត្តប្តីដូចគ្នាហ្នឹងមើលប្រពន្ធគេឲ្យតែពេលប្តីគេមកពីធ្វើការវិញគេដោះអាវឲ្យប្តីគេមកនិយាយនឹងពីរោះផ្អែមល្ហែមប្រពន្ធអញសម្ដីគំរោះគំរើចព្រឹកល្ងាចកាលណាឲ្យតែមានអាចិត្តមួយយកអ្នកដតីមកប្រៀបនឹងគ្រួសារខ្លួនឯងគឺនៅជាមួយគ្នាអត់សុខទេហ្នឹងអត់សុខទេចឹងយើងគេដូចមកគាត់និយាយចឹងគេល្អបែបគេយើងល្អបែបយើងគេរស់នៅរបៀបគ្រួសារគេយើងរស់នៅរបៀបគ្រួសារយើងសំខាន់ឲ្យតែអធ្យាស្រ័យយើងដើរទៅព្រមគ្នាត្រូវគ្នាហ្នឹងយើងកុំខ្វល់រឿងដតីក្រៅខ្លួនអញ្ចឹងបានចាស់ច្រើនប្រើពាក្យមួយទៀតថាកុំនាំភ្លើងក្រៅចូលភ្លើងក្នុងហើយកុំនាំអាទ្រព្យមានតម្លៃពីក្នុងចេញទៅក្រៅពាក្យថាកុំនាំទ្រព្យដែលមានតម្លៃពីក្នុងចេញទៅក្រៅមានន័យថាកុំនាំអាសុភមង្គលដែលយើងកំពុងតែមានហ្នឹងយកទៅចោលនៅក្រៅហើយទៅនាំតែរឿងក្តៅកាហាយពីក្រៅមកដែលគេចាក់រុកគ្រួសារយើងគេថាប្តីយើងចេះចុះគេថាប្រពន្ធយើងចេះចុះហើយមកឆ្លោះគ្នាតែប្តីប្រពន្ធនេះឯងហ្នឹងអាហ្នឹងហើយជាពាក្យមួយយើងគប្បីចងទុកក្នុងដំណើរជីវិតប្រព្រឹត្តទៅក្នុងភាពជាប្តីជាប្រពន្ធហ្នឹងគឺត្រូវគប្បីចងចាំកន្លែងហ្នឹងហើយបងប្រុសបងស្រីគប្បីចាំមួយទៀតដូចមេរៀនដែលអាត្មាធ្លាប់បញ្ជាក់ថាចង់មានសុភមង្គលតើយើងរៀនរស់នៅធ្វើម៉េចឲ្យចិត្តយើងវាស្របគ្នាឲ្យដើរទៅវាត្រូវគ្នាអានឹងបាននៅជាមួយគ្នាសុខប៉ុន្តែមនុស្សយើងច្រើនតែមិនសូវធ្វើចិត្តឲ្យស្របគ្នាហើយធម្មជាតិនៃមនុស្សគឺចិត្តអត់ដូចគ្នាប៉ុន្តែយើងរស់នៅជាប្តីប្រពន្ធត្រូវតែធ្វើម៉េចសម្របខ្លួនយើងឲ្យត្រូវគ្នាទោះបីជាចិត្តយើងមានចំណូលចិត្តខុសគ្នាក៏ដោយមកជឿមនុស្ស2នាក់ច្បាស់ជាចំណូលចិត្តខុសគ្នាទាំងពីរ3នាក់ខុសគ្នាទាំង3ប៉ុន្តែយើងធ្វើម៉េចដើម្បីឲ្យការដើររបស់យើងនឹងវាត្រូវគ្នាដូចមកធ្លាប់ឧទាហរណ៍ថាឧបមាថាប្រពន្ធចូលចិត្តស្វាយប្តីចូលចិត្តប៉ោមហើយប្តីមកពីធ្វើការប្តីទិញតែប៉ោមហើយដល់ប្រពន្ធទៅផ្សារប្រពន្ធទិញតែស្វាយចុះបើប្រពន្ធចូលចិត្តស្វាយប្រពន្ធទិញស្វាយប្តីចូលចិត្តប៉ោមប្តីទិញប៉ោមឧទាហរណ៍ថាប្តីទៅធ្វើការថ្ងៃហ្នឹងប្តីទិញប៉ោមមកស្បោហើយយើងជាប្រពន្ធនេះអត់ចូលចិត្តប៉ោមទេចូលចិត្តតែស្វាយចុះបើប្តីទិញប៉ោមមកដើម្បីឲ្យមានសុភមង្គលតើយើងត្រូវធ្វើម៉េចបងស្រីបើប្តីទិញប៉ោមមកយើងអត់ចូលចិត្តប៉ោមយើងធ្វើម៉េចដើម្បីមានសេចក្តីសុខយើងញ៉ាំជាមួយប្តីទៅបងសប្បាយចិត្តងអស់គ្នាទៅហើយចុះប្តីបើឧបមាថាប្រពន្ធទិញស្វាយមកយើងធ្វើមិនបើយើងអត់ចូលចិត្តស្វាយបោះចោលអូចោលហ្នឹងហើយចោលប្តីហើយប្តីគឺអញញឹមទោះបីមិនចូលចិត្តក៏ត្រូវអញញឹមហូបស្វាយជាមួយប្រពន្ធដែរហ្នឹងហើយមានន័យថាសម្របខ្លួនយើងឲ្យវាត្រូវទាំងអស់គ្នាកុំឲ្យវាត្រូវតែខាងណាមួយណាឬក៏កុំចង់ឲ្យប្រពន្ធត្រូវតែធ្វើម៉េចឲ្យដូចចិត្តអញមកអញចង់បានអីអញចង់ធ្វើអីអញដើរទៅណាគឺប្រពន្ធត្រូវតែតាមអញប្រពន្ធដូចគ្នាអញចង់ធ្វើអីអញដើរទៅណាគឺត្រូវតែប្តីត្រូវតែតាមអញអានឹងនៅជាមួយគ្នាមិនក៏អត់សុខដែរមានស្អីក៏នៅមិនសុខដែរតើយើងសម្របខ្លួនយើងឲ្យត្រូវគ្នាឲ្យបងត្រូវចាំថាពីថ្ងៃនេះមកនេះគណៈនេះតទៅទោះបីជាប្តីរៀនចប់បណ្ឌិតក៏ដោយប្រពន្ធរៀនចប់ដុកទ័រចប់បណ្ឌិតមានចំណេះដឹងខ្ពស់ជាងប្តីឬក៏ប្តីមានចំណេះដឹងខ្ពស់ជាងប្រពន្ធឬក៏ប្តីមានការងារធំជាងប្រពន្ធឬប្រពន្ធមានការងារធំជាងប្តីក៏ដោយប៉ុន្តែត្រូវចេះលើកដាក់ខ្លួនយើងទៀបខ្ពស់ឲ្យស្មើគ្នាកុំឲ្យខ្ពស់ទៀបជាងគ្នានៅក្នុងការរស់នៅក្នុងគ្រួសារហ្នឹងក៏មានសេចក្តីសុខដែរអញ្ចឹងថ្ងៃនេះឈ្មោះតែយើងបានបំពេញកិច្ចឲ្យគ្រួសារយើងណផ្ដល់តម្លៃឲ្យឪពុកម្ដាយយើងទាំងសងខាងម្ដាយឪពុកយើងសប្បាយចិត្តណាស់ម៉ាក់ប៉ាទាំងសងខាងថ្ងៃហ្នឹងអញញឹមសើតែនឹងសប្បាយចិត្តណាស់ញឹមយាយខ្លះកូនការអញ្ចឹងអង្គុយសញឹមដាក់ភ្ញៀវសឹងអត់ហូបបាយមួយថ្ងៃការហ្នឹងហ្នឹងមកឃើញយាយតាស្រុកស្រែខ្លះបានកូនកំមុំកូនកំឡោះឯងចូលរោងការហ្នឹងឃើញដើរតែញឹមស្ញែងហ្នឹងបាយចិត្តណាគាត់រីករាយគឺចង់ឃើញកូនគាត់នឹងចេះគោរពតាមដំបូន្មានគាត់រៀបចំចាត់ចែងទុកដាក់ដើរតាមកន្លងរបស់គាត់នោះគឺម៉ែឲ្យសុបាយចិត្តណាស់អត់មានចង់បានអីនឹងទៀតទេហើយបេះដូងរបស់គាត់គិតថាពេលកូនគាត់ការហើយនឹងមានអនាគតគង់ខ្ពស់ឧត្តមឧត្តមប្រសើរនឹងបន្ទាប់ពីពេលការហើយដំបូងនោះគឺចង់ឃើញកូនចូលរោងការនឹងឯងអញ្ចឹងបាននិយាយខ្លះ
ពេលកូនកំឡោះខ្លះមិនព្រមយកប្រពន្ធឬកូនស្រីខ្លះមិនព្រមយកប្តីនឹងឲ្យតែគាត់ឈឺធ្ងន់គាត់ហៅកូនមកក្បែរឲ្យគាត់តាំងនិយាយបើកូនឯងអត់យកប្តីឬកូនឯងអត់យកប្រពន្ធទេម៉ែបាត់ភ្នែកអត់ចិត្តទេកូននិយាយខ្លះប្រើពាក្យហ្នឹងចឹងមានន័យថាពេលឃើញកូនចូលរោងការនឹងជាគោលបំណងទី1បន្ទាប់ពីចិញ្ចឹមបីបាច់ថែរក្សាកូនបានធំណារឹងដៃរឹងជើងទៅចឹងឈ្មោះតែយើងបានដើរតាមកន្លងរបស់គាត់ធ្វើឲ្យម្ដាយពុករបស់យើងសប្បាយចិត្តទាំងសងខាងដែលយើងគោរពតាមប្រវេណីទំនៀមទម្លាប់របស់យើងណាដែលជាខ្មែរស្រឡាញ់គ្នានឹងព្រមព្រៀងគ្នាកាន់ដៃគ្នាដាក់ដៃគ្នាចូលរោងការហើយបងស្រីត្រូវចាំបងស្រីត្រូវចាំថាថ្ងៃនេះស្វាមីរបស់យើងបានបង្ហាញពីភាពស្មោះត្រង់មួយនឹងអាភាពស្មោះត្រង់ដែលមានតែក្នុងមាត់ដែលសន្យាថាបងស្រឡាញ់អូនថ្ងៃអនាគតអូនទៅណាបងទៅនឹងអាហ្នឹងគេមិនហៅតែស្មោះទេប៉ុន្តែអាការបង្ហាញពីការព្រមព្រៀងកាន់ដៃយើងគោរពចាស់ទុំដូចថ្ងៃនេះគឺបង្ហាញពីភាពស្មោះត្រង់មួយរបស់គាត់ចំពោះយើងហើយបាត់ហើយភាពស្មោះត្រង់មួយទៀតគឺនៅពេលដែលក្រោយរៀបចំអាពាហ៍ពិពាហ៍ចប់ពេលដែលរស់នៅជាមួយគ្នាអាហ្នឹងបានដឹងថាត្រង់ឬក៏មិនត្រង់ហើយប្រពន្ធយើងក៏បានដឹងថាតើបាញ់ជាពិតឬក៏ខ្លានឹងនៅពេលដែលនៅមួយគ្នាណាបើឥឡូវនេះមិនទាន់ដឹងទេបងហ្នឹងណាកូនប្រុសដើម្បីបង្ហាញភាពស្មោះត្រង់ថាត្រង់ឬមិនត្រង់ទី1បានដាក់ដៃយើងគោរពចាស់ទុំហើយទី2អាដឹងថាត្រង់មែនទេឬមិនត្រង់គឺនៅពេលចប់កិច្ចទៅនៅមួយគ្នាហ្នឹងហ្នឹងដឹងហើយយើងរៀនពិចារណារំលឹកសារដើមធម្មតាគ្រួសារណាដែលមានកូនស្រីគឺមិនថាគ្រួសារថ្មឬគ្រួសារញាតិញោមឯកាលណាឪពុកម្ដាយដែលមានកូនស្រីគឺស្រឡាញ់កូនស្រីជាងកូនប្រុសថ្នមគ្រប់អិរិយាបថបើឪពុកខ្លះថ្នមកូនស្រីតាំងតែពីមិនអោយលេងដីមិនអោយលើករបស់ធ្ងន់មិនអោយធ្វើអីទាំងអស់ឪពុកណាដែលស្រឡាញ់កូនស្រីខ្លាំងថ្នមលើកកែវទៅទៀតតាំងពីបាយទឹកនំចំណីត្រីសាច់ឈើជាក្តៅរងាយកចិត្តទុកដាក់ខ្លាំងណាស់ហើយគាត់ស្រឡាញ់កូនគាត់ម្លឹងហើយគាត់អាចលះបង់កូនគាត់ឲ្យមកបំរើគ្រួសារខាងយើងកូនប្រុសនឹងមកនិយាយខាងកូនស្រីតិចចាំតិចនិយាយខាងកូនប្រុសគាត់អាចលះបង់ភាពកក់ក្ដៅដែលគាត់ធ្លាប់នៅជាមួយគ្រួសារម្ដាយឪពុកគាត់ដែលគាត់ថ្នាក់ថ្នមថែរក្សាគាត់ស្មើដោយជីវិតរបស់ម្ដាយឪពុករបស់គាត់ហើយគាត់អាចលះបង់ភាពកក់ក្ដៅគ្រប់យ៉ាងមកបំរើយើងវិញពីមុនម្ដាយគាត់ដាំបាយឲ្យគាត់ហូបឥឡូវគាត់មកដាំបាយឲ្យយើងជាប្តីហូបពីមុនម្ដាយគាត់ប្អូនគាត់បងគាត់ឬអ្នកបំរើឧទាហរណ៍តែយើងនៅភ្នំពេញមានអ្នកបំរើដាំបាយដាំទឹកគក់បោកឲ្យគាត់ឥឡូវគាត់មកដាំបាយដាំទឹកគក់បោកឲ្យយើងវិញហើយទាំងដែលពីមុនយើងមិនត្រូវជាសាច់ញាតិអីគាត់សោះឥឡូវគាត់ព្រមស្ម័គ្រទាំងចិត្តទាំងកាយមកបំរើខាងយើងជាស្វាមីដោយមិនមានប្រាក់ខែហើយក៏អត់មានទាមទារប្រាក់ខែដែរចឹងមានន័យថាម៉េចមានន័យថាគាត់លះបង់គ្រប់យ៉ាងទាំងផ្លូវចិត្តផ្លូវកាយមកលើយើងព្រោះសង្ឃឹមនិងជឿជាក់ថាបងប្រុសនឹងផ្ដល់តម្លៃនិងសេចក្តីសុខសុភមង្គលឲ្យគាត់ទើបគាត់ព្រមលះបង់គ្រប់យ៉ាងមកតាមយើងបំរើយើងទាំងផ្លូវចិត្តផ្លូវកាយស្រាប់តើទេបងប្រុសចឹងយើងគាត់បីផ្ដល់នៅអ្វីដែលគាត់លះបង់នឹងឲ្យសមនឹងអ្វីដែលគាត់លះបង់ចំពោះយើងកាន់ដៃគ្នាមានសេចក្តីសុខនិងសុភមង្គលគាត់បីធ្វើខ្លួនយើងឲ្យរឹងមាំឲ្យសមជាប្តីសមជាស្វាមីគឺកុំឲ្យខឹងដៃយកដៃខឹងជើងយកជើងនិងកុំឲ្យទៀមទាឈ្នះចាញ់ជាមួយប្រពន្ធកូនយើងហើយប្តីល្អប្តីដែលប្រកែទទួលនិងយកគ្រប់យ៉ាងនៅអ្វីដែលប្រពន្ធមានចង់ប្រពន្ធកាយក៏ដោយប្រពន្ធស្លូតក៏ដោយប្រពន្ធសម្ដីពីរោះក៏ដោយមិនពីរោះក៏ដោយប្រពន្ធមានអរិយាបថយ៉ាងណាក៏ដោយប្តីប្រកែគឺប្តីប្រកែកែប្រពន្ធដែលមានកំហុសមិនឲ្យមានកំហុសនិងព្រមចាញ់ប្រពន្ធឲ្យច្រើនជាងចង់ឈ្នះប្រពន្ធកូននឹងកាលណាយើងជាប្តីចង់ឈ្នះប្រពន្ធកូនច្រើនគេចាស់ច្រើននិយាយថាម៉េចថ្ងៃនេះយើងជាប្តីនឹងជាមនុស្សជាបង្គោលដ៏រឹងមាំក្នុងគ្រួសារគឺមិនគួរជាប់បីចង់ឈ្នះចាញ់ប្រពន្ធកូនទេបើគាត់និយាយលើសយើងសុខចិត្តចាញ់គាត់ទៅហើយបើយើងខុសយើងទទួលខ្លួនយើងថាខុសទៅអានឹងសុខនៅជាមួយគ្នាសុខហើយគ្មានរូបមន្តដតីឯណាក្រៅអំពីធម៌អធ្យាស្រ័យលើកលែងសន្តោសបាត់ភ្នែកមកខាងបើកភ្នែកមកខាងទេបងប្រុសបងស្រីមង្គលគឺយើងរស់នៅលើកមុខគ្នានិងផ្ដល់តម្លៃឲ្យគ្នាពេញមុខក្នុងភាពជាប្តីប្រពន្ធនឹងគឺវានៅកន្លែងហេតុអស់នឹងតិចនឹងគឺយើងរស់នៅជាមួយគ្នាមានសេចក្តីសុខណាមានសេចក្តីសុខចឹងឥឡូវបង្វែរមកពាក្យយើងខាងដើមវិញបន្តិចអាទសៀកន្លែងចប់ស្វាមីនឹងមានន័យថាជនជាម្ចាស់ដែលមានកាតព្វកិច្ចតួនាទីក្នុងការឃុំក្រងថែរក្សាភរិយាយើងឲ្យលុបទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលចាំបានទេបងស្វាមីនឹងភាសាបាលីសាមីភាសាខ្មែរមានន័យថាជនជាម្ចាស់ប្រែមួយយកន័យមួយ
ជនជាម្ចាស់ដែលមានកតបកិច្ចតួនាទីឃុំក្រងថែរក្សានាងជាភរិយាឲ្យលុះទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលនេះអាពីរម៉ាត់ចុងក្រោយគឺឃុំក្រងថែរក្សារវិធីធ្វើម៉េចឲ្យប្រពន្ធយើងមានសេចក្តីសុខនិងសុភមង្គលយើងចាំតែប៉ុណ្្នឹងក្នុងចិត្តយើងចាប់ពីថ្ងៃកាន់ដៃប្រពន្ធចូលផ្ទះពេលណានឹករកវិធីទៅធ្វើម៉េចឲ្យតែប្រពន្ធអញមានសេចក្តីសុខមានសុភមង្គលហ្នឹងគ្រួសារនឹងរីកចម្រើនឥឡូវយើងនិយាយរឿងភរិយាយើងមិនបាច់និយាយរឿងស្វាមីមានតួនាទី5ប្រពន្ធមានតួនាទី5បន្តិចទៀតអាចារ្យនិយាយពាក្យហ្នឹងនិយាយរាល់ថ្ងៃហើយកុំនិយាយហ្នឹងយើងនិយាយតែមួយម៉ាត់ទៅឥឡូវនិយាយភរិយាវិញភរិយាមានន័យថាម៉េចភរិយាក៏ជាភាសាបាលីសំស្ក្រឹតដូចគ្នាបើនិយាយជាភាសាខ្មែរយើងមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពាក្យមួយម៉ាត់ដែលយើងប្រែក្លាយចេញពីភាសាសំស្ក្រឹតមកណាភរិយាហ្នឹងគឺស្ត្រីដែលត្រូវស្វាមីចិញ្ចឹមតែបើយើងយកន័យឲ្យពីរោះស្ដាប់មានន័យថាហេតុអីបានដូនតាយើងគេប្រើពាក្យថាស្ត្រីជាភរិយាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពីព្រោះសម័យដើមមកគឺស្ត្រីនៅតែផ្ទះទេអត់មានការងារប្រាក់ខែដូចឥឡូវឯងញោមណាពីដើមមកគឺស្ត្រីនៅតែផ្ទះប្តីអ្នកចេញអាទេសល័យអ្នកទៅរកស៊ីខាងក្រៅមកចិញ្ចឹមប្រពន្ធកូនទាំងអស់គឺស្ត្រីនៅតែផ្ទះទេអញ្ចឹងបានខ្មែរយើងប្រើពាក្យមួយថាស្ត្រីបង្វិលចង្ក្រានមិនជុំព្រោះស្ត្រីនៅតែផ្ទះទេពីដើមប៉ុន្តែឥឡូវនេះស្ត្រីមានការងារចង់ខ្ពស់ជាងមនុស្សប្រុសទៀតនោះស្ត្រីខ្លះនឹងគាត់មានចំណេះដឹងខ្ពង់ខ្ពស់មិនដូចពីដើមទេប៉ុន្តែពីដើមគឺស្ត្រីនៅតែផ្ទះអញ្ចឹងបានគេប្រើពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមប្រែមកហើយបើយើងយកន័យឲ្យពីរោះពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬមានន័យថាស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់នឹងស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់នឹងនាំមកនៅសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារចាំហ៎បងស្រីយើងជាភរិយាមានន័យថាស្ត្រីដែលញ៉ាំងវងត្រកូលនឹងឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យត្រកូលយើងខ្ពង់ខ្ពស់ស្ត្រីនៅនឹងអីមើលឆ្លើយមួយម៉ាត់មើលដែលអាចធ្វើឲ្យគ្រួសារមួយខ្ពង់ខ្ពស់ថ្លៃថ្នូរស្ត្រីយើងនៅនឹងអីនៅនឹងអិរិយាបថចិត្តគំនិតហ្នឹងមនុស្សស្រីថ្លៃមិនថ្លៃគឺនៅអិរិយាបថចិត្តគំនិតនឹងឯងអិរិយាបថដេកដើរឈរអង្គុយនិយាយស្ដីមានភាពថ្លៃថ្នូរដឹងខុសដឹងត្រូវគេចាត់ថាជាស្ត្រីដែលមានវងត្រកូលខ្ពស់ហើយនឹងតាំងពីការស្លៀកពាក់អិរិយាបថទាំង4នឹងហើយនឹងចិត្តគំនិតថ្លៃថ្នូរមានន័យថាជាស្ត្រីដែលចេះរក្សាទៅនៅកិត្តិយសរបស់គ្រួសាររក្សាទៅនៅកិត្តិយសរបស់ប្តីរក្សាទៅនៅទ្រព្យសម្បត្តិរបស់គ្រួសារឲ្យកាន់តែខ្ពង់ខ្ពស់ប្តីធ្វើការប្រាក់ខែបាន500នៅ500ធ្វើការ1000ចូល1000នៅ1000នឹងប៉ិនកុំឲ្យណែប្តីធ្វើការ500ឯងគ្រាន់តែអត់សក់ឲ្យលាបកញ្ចក់ឲ្យនឹងគូអញ្ចើមអស់600ហើយហ្នឹងហើយអាហ្នឹងមិនមែនឈ្មោះថាជាអ្នកដែលរក្សាវងត្រកូលឲ្យរីកចម្រើនទៅបានទេនឹងអញ្ចឹងមានន័យថាស្ត្រីជាភរិយាមានន័យថាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់និងនាំមកនៅសិរីសួស្តីឲ្យគ្រួសារវងត្រកូលអញ្ចឹងស្ត្រីនឹងញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់ទៅបានអាស្រ័យដោយសារអិរិយាបថចិត្តគំនិតរបស់យើងជាស្ត្រីជាភរិយានឹងមានភាពថ្លៃថ្នូរទាំងអិរិយាបថទាំង4និងទាំងចិត្តគំនិតចេះរក្សាគ្រប់យ៉ាងនៅអ្វីដែលប្តីរកមកបានពីខាងក្រៅទាំងទ្រព្យសម្បត្តិនិងការរក្សាសុភមង្គលប្តីប្រពន្ធមានសុភមង្គលមិនមានសុភមង្គលគឺមិនមែននៅតែលើប្តីទេគឺនៅលើប្រពន្ធនឹងសំខាន់ជាងប្តីទៀតប្តីនេះគេចាប់ទុកដូចជាឈើបង្គោលដ៏រឹងមាំរីឯប្រពន្ធចាប់ទុកដូចជាវល្លិដែលត្រូវតោងឡើងនៅបង្គោលហ្នឹងទី1នៃទី2បុរសចាប់ទុកដូចជាភ្លើងស្ត្រីចាប់ទុកដូចជាទឹកអម្រឹតព្រោះស្ត្រីនឹងត្បិតតែមាត់និយាយច្រើនមែនប៉ុន្តែគាត់មានភាពអត់ធ្មត់ជាងបុរសឯបរោះនេះគឺចាប់ទុកដូចជាភ្លើងមានន័យតែចិត្តហ្នឹងមួយផ្លែតហ្នឹងគឺឆេវឆាវហ្នឹងគ្រាន់តែខឹងមួយផ្លែតហ្នឹងអាចពីងអស់4អញ្ចឹងទៅចានអស់មួយរាវយើងទូទោះអស់2មួយផ្លែតហ្នឹងបងហើយបានចាប់ដើមមកសុំទោសប្រពន្ធកូនវិញអាហ្នឹងអញ្ចឹងណាចឹងបានគេចាត់ទុកតែដូចភ្លើងអញ្ចឹងស្ត្រីហ្នឹងមានភាពអំណត់ជាងមនុស្សប្រុសនឹងទោះបីខឹងប្តីក៏កប់ទុកក្នុងចិត្តតម្រាំតែនិយាយចេញនឹងយូរថ្ងៃយូរពេលយូរវេលាតម្រាំរកហេតុរកផលនឹងស្ត្រីមានភាពអំណត់ជាងបានន័យទី2ហ្នឹងគេថាស្ត្រីដូចទឹកអម្រឹតបរោះហ្នឹងហាក់បីដូចភ្លើងប៉ុន្តែន័យទី1យើងត្រូវចាំថាយើងជាបង្គោលសម្ឲ្យស្ត្រីជាភរិយាហ្នឹងជាបង្អែកសម្រាប់នាំគាត់ទៅរកភាពខ្ពង់ខ្ពស់ទាំងអស់គ្នា
នឹងយើងជាបង្គោលដ៏រឹងមាំអញ្ចឹងយើងក៏បីធ្វើខ្លួនយើងឲ្យរឹងមាំដូចបង្គោលដែលគាត់ត្រូវពឹងយើងដើម្បីកាន់ដៃយើងរួមរស់នៅជាមួយគ្នាពីក្មេងរហូតដល់ចាស់ទុំដូចម្ដាយឪពុករបស់យើងទាំងសងខាងណាបងណាសូមអនុមោទនាហើយដែលអាចកាន់ដៃគ្នាពីក្មេងដល់ចាស់ទៅបានដូចថ្មនិយាយខាងដើមតែគ្មានអ្វីដែលប្រសើរជាងធម៌អធ្យាស្រ័យលើកលែងនឹងបាត់ភ្នែកម្ខាងបើកភ្នែកម្ខាងពេលប្តីយើងខុសក៏មើលភ្នែកទាំងពីរបងស្រីមើលតែម្ខាងបានហ្នឹងយកមើលតែម្ខាងបានហើយប្រពន្ធយើងពេលខុសយើងលើកលែងអធ្យាស្រ័យចាប់ទុកប្រពន្ធមកធ្លាប់និយាយក្នុងសភៅអាត្មានេះមកយកសភៅមកដែរកៃលោអាត្មាមិនបាននិយាយច្រើនពេលប្រពន្ធយើងខុសប្តីល្អចាប់ទុកប្រពន្ធយើងដូចប្អូនស្រីចឹងហ្នឹងដែលយើងត្រូវសន្តោសត្រូវលើកលែងត្រូវអប់រំទៅប្រាប់គាត់ដោយល្អហើយនៅជាមួយគាត់គោរពគាត់ដូចម្ដាយចឹងដើរចេញទៅក្រៅលើកគាត់ឲ្យពេញមុខជាភរិយាពេលគាត់ខុសចាប់ទុកគាត់ដោយប្អូនស្រីដែលត្រូវសន្តោសនៅក្នុងផ្ទះគោរពគាត់ដូចជាម្ដាយចេញក្រៅផ្ទះលើកមុខគាត់ឲ្យពេញជាភរិយាភរិយាដូចគ្នាពេលប្តីយើងខុសយើងចាប់ទុកប្តីយើងដូចបងប្រុសឬប្អូនប្រុសដែលត្រូវសន្តោសដូចគ្នានៅក្នុងផ្ទះគោរពប្តីយើងតាំងពីពាក្យសម្ដីកាយវិការដូចជាឪពុកមនុស្សណាប្រកាន់ធម៌អស់ហ្នឹងគឺមានសេរីហើយមិនបាច់ទៅរកសេរីអាណាទេមិនបាច់ទៅសុំលោកមកស្រោចទឹកដៃគុណជួយស្រោចតិចប្តីពុនកណាដូចជេរនេះញឹកខែហ្នឹងលោកស្រោចងាប់ទៀតក៏នៅតែជេរដែរវាអត់នៅលើលោកស្រោចទេវានៅលើខ្លួនយើងអញ្ចឹងភរិយាពេលប្តីយើងខុសចាប់ទុកប្តីយើងដោយប្អូនប្រុសឬបងប្រុសដែលត្រូវសន្តោសហើយគោរពផ្ដល់តម្លៃប្តីយើងទាំងចិត្តទាំងកាយទាំងពាក្យសម្ដីដូចជាឪពុកមិនប្រើពាក្យសម្ដីគប់មិនគប់បីណាមួយទៅលើប្តីរបស់យើងហើយចេញទៅក្រៅលើកមុខប្តីយើងឲ្យសមជាស្វាមីពេញមុខចាំពាក្យ3ម៉ាត់ហ្នឹងហ៎បងចាំហ៎ចាំហ្នឹងឲ្យតែចាំអាពាក្យ3ម៉ាត់ហ្នឹងសុខជើងយើងណកាន់ដៃគ្នាជាប្តីជាប្រពន្ធគាត់បីមានសេចក្តីសន្តោសលើកលែងអធ្យាស្រ័យដល់តែស្នាមញញឹមឲ្យគ្នាគ្រប់ពេលបើកភ្នែកបាត់ភ្នែកពេលណាគឺឃើញតែស្នាមញញឹមប្តីប្រពន្ធយើងកុំឲ្យឃើញការចងមុខមិនល្អដាក់គ្នាអាហ្នឹងយើងមានសេចក្តីសុខណាស់ទោះបីមិនមានទ្រព្យតែយើងមានស្នាមញញឹមឲ្យគ្នាគឺមានសេចក្តីសុខណាស់យើងចាំពាក្យហ្នឹងមួយម៉ាត់ទៀតមិនមែនតើមានទ្រព្យបានយើងមានស្នាមញញឹមឲ្យគ្នាទេមិនមានអ្វីមិនមានអ្វីគឺយើងមានសេចក្តីស្រឡាញ់និងស្នាមញញឹមឲ្យគ្នានេះគឺសុខញោមស្រីញោមប្រុសបើកភ្នែកឡើងឃើញប្តីញញឹមដាក់ប្តីឃើញកូនញញឹមដាក់កូនមានសេចក្តីសុខគឺនៅតែហ្នឹងប៉ុន្តែបើថាបើកភ្នែកមកអត់មានមុខទេវតាដាក់គ្នាបើកភ្នែកមកមានតែមុខយក្សទោះបីមានវិឡា100លានទៀតក៏វាអត់មានសេចក្តីសុខមិនអញ្ចឹងណាញោមអញ្ចឹងបើកភ្នែកឡើងរៀនផ្ដល់ស្នាមញញឹមនិងសេចក្តីស្រឡាញ់ឲ្យគ្នាគ្រប់ពេលនោះយើងនឹងមានសេចក្តីសុខនិងសុភមង្គលគ្រប់ពេលដូចគ្នាណាញោមសូមអនុមោទនាចប់ប៉ុណ្ណឹងចុះបានបនបានកសលតាមបនិស្ស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាបននឹងចាប់ផ្ដើមស្ដាប់ធម៌ទេសនាហើយមានចម្ងល់អីរឿងកថាអាចសួរបានតន់អានៅណាប៉ុន្តែមិនប្របាក់ទេទោះបីជាអាត្មាមិននៅក៏ព្រះអង្គព្រះគ្រូចាតិកាលោកពងនៅទីនេះព្រះគ្រូសោតស្ដាំព្រះគ្រូសោតស្វែងអីអាចសួរលោកបានណារឿងកថាពាក់ព័ន្ធកថានេះឥឡូវញាតិញោមសង្រួមអេយ៉ាបតក៏ណាយើងឈប់ងើបឈប់អង្គាសបច្ច័យឈប់ចែកអីស្ដាប់ធម៌ទេសនាសិនក៏ណាមិនវែងទេក៏បានយូរប៉ុន្តែយាយហូបបបោហើយមានអីទៀតណាយាយណាក៏ស្ដាប់ធម៌ម្ដងណាលោកនេះអត់មានអីផងអញ្ចឹងយើងស្ដាប់ធម៌មិនយូរទេបាទ1ម៉ោងជាងឬ2ម៉ោងយ៉ាងយូរនោះចប់ហើយឆ្ងល់អីអាចទុកឱកាសឲ្យសួរបាននិយាយរឿងបនកឋិនទានយើងនេះថ្ងៃនេះថ្ងៃដំបូងគេហើយណាយាយណាថ្ងៃបើកឆាកថ្ងៃបើកឆាកនៅជលងមលូយើងចាប់ប្រើមុនគេបង្អស់ណាចាប់ប្រើមុនគេហើយពិធីបនកឋិនទានណាញាតិញោមយល់ពាក្យថាកឋិនទានដូចអាបញ្ជាក់មិញហ្នឹងគឺទាននៅក្នុងព្រះវិន័យកឋិនទាននេះជាទាននៅក្នុងព្រះវិន័យខុសពីសង្កតាតក្ខណានុបទានណាខុសពីទានផ្សេងទាំងអស់ក្នុងព្រះសាសនាកឋិនទានហ្នឹងខុសគេបងណាខុសពីទានផ្សេងដែលញាតិញោមធ្លាប់បំពេញធ្លាប់ធ្វើមកណាសង្កតាតក្ខណានុបទានក្តីណាអមិសទានក្តីណាធម្មទានក្តីទានដតីទៀតក្តីណាខុសប្លែកពីគេគឺកឋិនទាននេះវាជាការលទានហើយជាទាននៅក្នុងព្រះវិន័យវាតលធ្វើទៅត្រូវតាមពុទ្ធានុញ្ញាតនិងពុទ្ធបញ្ញត្តិទើបបានអានិសង្ស5ភិក្ខុណា
នៅផ្នែកខាងភិក្ខុបើខាងញាតិញោមបើទោះបីជាណាកថានឹងវាមិនឡើងពេញអង្គក៏នៅតែញាតិញោមបានអានិសង្សហើយស្រេចណាគ្រាន់តែញាតិញោមយកសម្ពុតស្បង់ស្បែកត្រៃជីវរយកមកហើយណាបង្អោនចិត្តជ្រះថ្លាហើយណាដាច់អាល័យហើយបុណ្យកុសលបានណាស់ខាងញាតិញោមណានៅឡើយតែអានិសង្ស5ផ្នែកខាងភិក្ខុណាអ្នកត្រង់នៅត្រៃសិក្ខានេះទេតែខាងញាតិញោមបានហើយមួយទៀតវាខុសត្រង់កាលត្រង់ដែលថាកឋិនទានអត់អាចចេះទៅធ្វើបានទេបើពិធីបុណ្យផ្សេងញោមមានសទ្ធាជ្រះថ្លាពេលណាមានហិរញ្ញវត្ថុលុយកាក់ប្រាក់កាសពេលណាជួបជុំបងប្អូនកូនចៅពេលណានឹកឃើញពេលណាកើតចិត្តជ្រះថ្លាពេលណាបង្កើតកម្មវិធីពេលនឹងបានប៉ុន្តែកឋិនទានអត់ទេញោមមានកាលវេលាកំណត់ណាដូចកម្មវិធីយើងថ្ងៃហ្នឹងអញ្ចឹងណាយើងចាប់ពីថ្ងៃ100រនោចខែអាសត់រហូតទល់គ្នា15កើតថ្នោតខែកដិកបានតែ29ថ្ងៃនោះទេផុតពី29ថ្ងៃហ្នឹងឈ្មោះតែផុតខែនៃកឋិនផុតកាលនៃកឋិនមិនបញ្ជាក់វែងទេត្រង់ចំណុចហ្នឹងញាតិញោមយល់lahព្រោះស្ដាប់រៀងរាល់ឆ្នាំហើយណាមកបញ្ជាក់កឋិនហ្នឹងត្រុសចង់លើកគោលធម៌ផ្សេងណាវិចំណេញជាងព្រោះកឋិនញាតិញោមស្ដាប់ញឹកញាប់រៀងរាល់ឆ្នាំណាមិនខុសគ្នាទេខ្សែអាប់ជាន់គ្នាច្រើនចឹងគេឋិនទាននេះជាទានមួយប្លែកដូចមកបញ្ជាក់ហើយប្លែកកាលផងប្លែកកម្មផងប្លែកអំពើផងប្លែកបដិគិអកៈផងប្លែកអានិសង្សផងលក្ខណៈប្លែកនេះវាមាន5មកនៅក្នុងព្រះវិន័យមិនប្លែកតកាលទេណាប្លែកកម្មប្លែកបដិគិអកៈប្លែកអានិសង្សដូចមកបញ្ជាក់អញ្ចឹងអានិសង្សប្លែកគ្នាពីបន់ផ្សេងទៀតណាអានិសង្សបុណ្យផ្សេងបើញោមអ្នកម្ចាស់ទានធ្វើឧទាហរណ៍តបុណ្យបច្ច័យ4កតញ្ញូចម្រើនបជនពុទ្ធាពិស័យសាមញ្ញពិស័យរាជាពិស័យសក្មនុត្តមាពិស័យអីណាញោមអ្នកធ្វើញោមអ្នកបានបុណ្យតោះទេណាលោកអ្នកទៅទទួលនេះអត់មានបានអីទេអូបើថាទៅទទួលសាដកបានតែសាដកមកវត្តវិញទេណាទៅទទួលចង្ហាន់បានតែចង្ហាន់មកវត្តវិញទេបើអត់មានបានអានិសង្សអីទេប៉ុន្តែឡែកតែកឋិនទាននេះញោមគ្រប់គ្នាអ្នកដង្ហែសម្ពុតស្វឹងស្វ័យត្រៃជីវរមកញោមក៏បានអានិសង្សញោមក៏បានបុណ្យលោកអ្នកក្រាលក្រងអ្នកទទួលអនុមោទនាហ្នឹងក៏បានអានិសង្សដូចគ្នាឃើញទេណាលោកក៏បានអានិសង្សណាញាតិញោមក៏បានអានិសង្សបានបុណ្យឃើញទេវាបានទាំងសងខាងអញ្ចឹងបានគេឲ្យឈ្មោះថាផ្លែកអានិសង្សមួយទៀតបើបុណ្យផ្សេងអត់ទេអ្នកណាធ្វើអ្នកដឹងបានញោមអ្នកធ្វើញោមបានលោកដង្ហែអង្គការទៅវត្តណាលោកអ្នកបង្កើតលោកអ្នកធ្វើលោកអ្នកបានណាដោយឡែកតែកឋិនទាននេះធ្វើឲ្យបានទាំងអស់គ្នាក៏បានទាំងសងខាងញោមក៏បានលោកក៏បានឃើញទេឃើញវាប្លែកទេណាឥឡូវមិនបញ្ជាក់រឿងប្លែកនឹងច្រើនទេណានិយាយទៅពីរឿងកឋិនយើងនេះបន្តិចទៀតឲ្យញាតិញោមព្រោះម្ចាស់ដើមទានប្រធានកឋិននឹងចង់ដឹងចង់យល់ទោះបីជាយើងស្ដាប់រាល់ឆ្នាំហើយក៏ដោយក៏ត្រូវបញ្ជាក់ឲ្យត្រូវកិច្ចពិធីនឹងបន្តិចសិនចាំលើកគោលធម៌យើងផ្សេងអញ្ចឹងកឋិនទានជាការទានណាជាទាននៅក្នុងព្រះវិន័យដែលមានចែងជាក់ច្បាស់នៅក្នុងវិន័យអ្វីដកលេខ8ក្តីនៅក្នុងវិន័យអ្វីដកលេខ4ក្តីណាវិន័យអ្វីដកលេខ4ណាវិន័យអ្វីដកលេខ8ណាលេខ4មាននិយាយពីខ្នាតស្បង់ជ័យវរនឹងកាប់យ៉ាងម៉េចធ្វើយ៉ាងម៉េចប៉ុន្តែមកចង់បញ្ជាក់រឿងខ្នាតនឹងតិចទៀតញាតិញោមដែលទៅទិញសម្ពុតស្បង់ស្បែកត្រៃជីវរកឋិនយកមកធ្វើកឋិនគាត់ខ្លាចខុសខ្នាតទៅវាអត់បានអានិសង្សកឋិននៃញាតិញោមច្រើន20យ៉ាងទៀតយាយទៅទិញចពោអាត្មាឃើញកំងចឹងចាំណាកាត់ចពោឲ្យមិនឲ្យត្រូវខ្នាតណាអស់ប្រមាណអស់ទៅឲ្យទៅត្រូវខ្នាតឲ្យខ្ញុំមិនមែនទេយាយហ្នឹងហើយរកចពោត្រូវខ្នាតណាมันសំខាន់រឿងញោមទៅទិញនឹងត្រូវខ្នាតឬមិនត្រូវខ្នាតទេរឿងត្រូវខ្នាតរឿងមិនត្រូវខ្នាតវាមិនមែននៅលើយើងអ្នកធ្វើនេះទេសំខាន់លោកហ្នឹងតោះណាពួកកិច្ចរបស់លោកក៏មកចង់បញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ញោមទៅទិញមកទោះជីវរញោមខុសខ្នាតក៏យកមកប្រគេនលោកបានដែរហើយយកមកធ្វើកឋិនបានដូចគ្នាប៉ុន្តែគ្រាន់តែថាចពោញោមខុសខ្នាតលោកអត់ក្រាលក្រងចពោខុសខ្នាតតែប៉ុណ្ណឹងប៉ុន្តែត្រង់ថាខុសខ្នាតយកមកអត់បានអានិសង្សកឋិនអត់បានបុណ្យកឋិនអត់ទេក៏យកសម្ពុតស្បង់ស្បែកត្រៃជ័យវរមកគឺដឹងតែបានអានិសង្សដឹងតែបានបុណ្យហើយស្រេចឲ្យតែសទ្ធាជ្រះថ្លាដុកចេញពីក្នុងចិត្តហ្នឹងល្អបរិសុទ្ធសម័យដើមញោមមើលគេមិនដែលធ្វើណាកឋិនជ័យវរាំងទេសម័យព្រះគេធ្វើកឋិនទុសាំងញោមអត់ទាន់មានកឋិនជ័យវរាំងទេអត់ទាន់មានកហបរិយជ័យវរទេមានតែបាំងសកលជ័យវរចឹងសម័យព្រះគេធ្វើកឋិនទុសាំង
កថានទូសាំងហ្នឹងបើថាម្ចាស់ទៀនគាត់មានសពុតមកកៃយកកណាត់មកកៃទៅមកតើណាអត់តាន់កាត់ចេញជារៀងចៃវរអត់តាន់កាត់ចេញខ្នាតមកមានស្បង់មានចៃវរជារៀងអត់ខត់វត្តពុនអីអត់ទេអូម្ចាស់ទៀនកើតចិត្តជ្រះថ្លាមានកណាត់មកកៃទូលមកកៃទៅមកហើយយកទៅណាបង្អោនចិត្តជ្រះថ្លាទៅណាតាំងចិត្តទៅដល់ពេលណាបវរណារួចចប់សពគ្រប់កថាគេអត់ប្រើពាក្យថាវេកថាទេអត់ប្រើពាក្យថាប្រកេនកថាទេតោះនេះញោមអ្នកចលុកមលូកថាក្នុងវិន័យបៃដកគេអត់ប្រើពាក្យថាវេទេគេអត់ប្រើពាក្យថាប្រកេនទេគេអត់ប្រើពាក្យថាថ្វាយទេគេប្រើពាក្យថាបង្អោនចិត្តហើយពោលកថាគេពោលគេអត់វេទេគេពោលកថាចេះពោលកថានេះនោះយេចេះណាអ្នកផ្លប់ស្ដាប់វត្ថុចេះណាកថាគេពោលដល់ចេះពោលឲ្យវែងក៏បានឲ្យខ្លីក៏បានប៉ុន្មាននាំពោលខ្លីទៅឆាប់ចាំពោលខ្លីតែ3ម៉ាត់ទេកថេបើយើងធ្វើកថានជ័យវរាំងអ្នកដោយសម្ពុតយើងតែងមកគេកាត់ជាខ្នាតជ័យវរឲ្យអស់មានខ្នាតមានក្រិតមានក្រមឲ្យអស់អញ្ចឹងអាហ្នឹងក៏អបរិយវរកថានជ័យវរាំងអញ្ចឹងបើកថានឹងជាកថានជ័យវរាំងយើងពោលថាកថេនជ័យវរាំងសង្ឃសៈទេមៈទុតិយំបិកថេនជ័យវរាំងសង្ឃសៈទេមៈតតិយំបិកថេនជ័យវរាំងសង្ឃសៈទេមៈតែ3ម៉ាត់ហ្នឹងបងណែអស់វរៈម្ដងផង2ដងផង3ដងផងហើយស្រាប់តន់ទេមិញតែ3ម៉ាត់ស្ដាប់មិនតន់ទៀតណាញោមហើយបើលេខកតុយលេខដូចចេញគេអានលឿនយ៉ាងហ្នឹងទៀតមើលយើងចាំពោលកថាណាយើងពោលតែ3ម៉ាត់ទេចាំពោលតាមលោកឥឡូវបើថាមិនតន់ចាំថាតាមលោកចាំផ្សាយឡើងហ្នឹងយើងដង្ហែប្រទះសិន3ជុំហើយឡើងពហិយើងពោលកថាហ្នឹងមុខណាសង្ឃមុខជំនុំសង្ឃមានកិច្ចវិន័យច្រើនណាស់ក្នុងកថាហ្នឹងផងមានច្រើនប៉ាន់ស្មាបញ្ជាក់តែខាងញាតិញោមនេះខាងប្រសងមិនបញ្ជាក់ទេលោកដឹងកិច្ចវិន័យរបស់លោកណាបញ្ជាក់តែខាងញាតិញោមដែលយើងត្រូវធ្វើផ្សាយហ្នឹងទូលស្បង់ស្បៃត្រៃជីវរដង្ហែប្រទះសិន3ជុំក៏បានមិនដង្ហែលើកឡើងលើពហិក៏បានអត់ទាស់ទេបន្តិចទៀតនឹងបញ្ជាក់រឿងមិនហែក៏បានហែក៏បានឥឡូវយើងបញ្ជាក់រឿងនេះសិនកុំឲ្យវាច្បោកច្បល់ណាចាំថាតាមលោកណាចាំថាតាមរឿងពោលកថាពេលឡើងដល់លើពហិយើងពោលកថាថាម៉េចណាពោលថាម៉េចឥឡូវចាំថាតាមកថេនជ័យវរាំងសង្ឃសៈទេមៈទុតិយំបិកថេនជ័យវរាំងសង្ឃសៈទេមៈតតិយំបិកថេនជ័យវរាំងសង្ឃសៈទេមៈណាកុំត្រឡប់មកវិញទេមៈហ្នឹងអ្នកស្រុកក្រៅគាត់សួរអាត្មាចេះសួរតាលោកគ្រូកណាទៅវត្តអាចារ្យជុំគ្នានិយាយពីពាក្យទេមៈហើយអាចារ្យមួយកណាសួរទៅគាត់ថាទេមៈប្រែតែប្រកេនហើយអាចារ្យមួយគាត់ប្រាប់កណាថាមិនមែនប្រកេនទេគាត់ថាទេមៈហ្នឹងស្អីគាត់ឯណានោះអាត្មាគាត់សួរអាត្មាថាទេមៈហ្នឹងមានន័យចឹងមែនអាត្មាថាមិនមែនទេទេមៈហ្នឹងបើប្រសង់ប្រែមកតែប្រកេនណាហើយបើគ្នាយើងហ្នឹងប្រែតែឲ្យប្រែតែជូនតាមវ័យចឹងក៏ណាបើមហាក្សត្រប្រែមកតែថ្វាយចឹងទៅណាតាមស័ព្ទសង្ឃស័ព្ទគេប្រើពាក្យអាម៉េចរាជស័ព្ទគេប្រើពាក្យយ៉ាងម៉េចរាជស័ព្ទពាក្យសម្រាប់រាជហ្នឹងគេប្រើយ៉ាងម៉េចប្រើតាមហ្នឹងហើយបើយើងនិយាយជាខេមរៈភាសាជាភាសាខ្មែរយើងវិញអាពាក្យ3ម៉ាត់យើងថាមិនហ្នឹងឥឡូវយើងនិយាយខ្មែរបើអត់ចាំបាលីយើងនិយាយខ្មែរយើងណានិយាយថាម៉េចពោលថាម៉េចបបិទ្ធប្រករណាប្រសងគ្រប់ព្រះអង្គសូមប្រករណាគ្រប់ព្រះអង្គទទួលយកនៅសម្ពុតដើម្បីកថាតើណាសូមប្រករណាលោកម្ចាស់គ្រប់ព្រះអង្គទទួលយកនៅសម្ពុតដើម្បីកថាព្រោះកថាហ្នឹងវាសំខាន់សម្ពុតហ្នឹងសំខាន់ចៃវរហ្នឹងมันសំខាន់ក្រែហើយក៏มันសំខាន់ពូកក្រែប្រើព្រំជាងចំរនាំងវាំងននតតគោខាប់តតគោរៀងតែស្កសតុកកៅអីសលៃមុងលុយ10 20 ម៉ឺនដុល្លារហ្នឹងទេតើណាវាសំខាន់សម្ពុតហ្នឹងឯតាចឹងគេឲ្យពោលថាសូមព្រះសង្ឃគ្រប់ព្រះអង្គសូមប្រកាសណាលោកម្ចាស់គ្រប់ព្រះអង្គទទួលយកនៅសម្ពុតដើម្បីកថាណាសំខាន់គឺសម្ពុតស្បង់ស្វ័យត្រៃជីវរណាគឺមានស្បង់មួយចៃវរមួយសង្ឃដី2ជាន់ឧត្តរាសង្ឃមជាន់អន្តរវាសកម្មជាន់ណាប្រើសង្ឃដី2ជាន់ត្រូវតាមពុទ្ធិរិយាពុទ្ធបញ្ញត្តិនោះចឹងមានតែវត្ថុ3នឹងទេវត្ថុកថាដែលសំខាន់នោះណាប៉ុន្តែយើងរាល់ថ្ងៃមានចឹងឯណា
Bỏ đăng á, dẹp nhau đăng ta cả thanh nâng kịp thưa sầm khăn cứ sầm cốt bằng sbay trai chỉ vò nâng ban đó là pê mà đó là cái này rong ở bao sắt rong cả thanh ở bao sắt cả cam cái này cả thanh là cam đó là rong say ma hơi bỏ cha đi chăm bao pôn cả thanh dây mà đẹp cách kia bạch dây hay vậy anh hai cả thanh đang mau chỉ môi nhẹ na khác cầu nhau mà ọc nhà nó còn máu ai đâm nó còn máu hay ọc bon ọc ôn nó xanh nhiên vừa nó mau tập o hay mơ tao bị chay ban bài của má gì nhom đăng đá ban là câu cho mà nghĩ mấy sâu muốn cái tháp ban chiên xài sập liên ngọt với cả thanh vậy anh hai mò xài đâm mày ọc nhá ban xài sập liên cả thanh câu nhom thước nẹt thòm mà đa sắp ban chất bi dội liên không thì họ